សូមជម្រាបសួរលោកគ្រូអ្នកគ្រូទាំងអស់គ្នានៅក្នុងវីដេអូនេះគឺខ្ញុំចង់បង្ហាញលោកគ្រូអ្នកគ្រូទាំងអស់គ្នាអំពីមុខងារឱសថស្ថាននិងគ្រប់គ្រងស្តុកថ្នាំដែលមាននៅក្នុងប្រព័ន្ធគ្រប់គ្រងគ្លីនិកវៃឆ្លាតលោកគ្រូអ្នកគ្រូប្រសិនបើលោកគ្រូអ្នកគ្រូទទួលបាននៅប្រព័ន្ធគ្រប់គ្រងគ្លីនិកវៃឆ្លាតហើយលោកគ្រូអ្នកគ្រូចាំបាច់ត្រូវតែបញ្ចូលនៅស្តុកថ្នាំបញ្ចូលនៅឈ្មោះថ្នាំដែលលោកគ្រូអ្នកគ្រូមាននៅក្នុងបន្ទប់ពិគ្រោះនិងព្យាបាលឬក៏គ្លីនិករបស់លោកគ្រូអ្នកគ្រូទាំងអស់គ្នាព្រោះថាប្រព័ន្ធរបស់យើងគឺមានមុខងារសំខាន់នៅក្នុងការជួយការងាររបស់លោកគ្រូអ្នកគ្រូឲ្យអាចគ្រប់គ្រងស្តុកថ្នាំបានល្អគ្រប់គ្រងតម្លៃថ្នាំបានល្អនិងជួយឲ្យលោកគ្រូអ្នកគ្រូដឹងថាថ្នាំណាដែលជិតអស់ថ្នាំណាដែលជិតផុតកំណត់ជាដើមបាទនិងមានទំនាក់ទំនងជាមួយនឹង flow ការងាររបស់លោកគ្រូអ្នកគ្រូតាក់ទងជាមួយនឹងការគិតលុយតាក់ទងជាមួយនឹងការព្យាបាលផងដែរបាទអញ្ចឹងលោកគ្រូអ្នកគ្រូត្រូវតែបំពេញឈ្មោះថ្នាំនឹងចូលទៅក្នុងប្រព័ន្ធដើម្បីបញ្ចូលឈ្មោះថ្នាំចូលទៅក្នុងប្រព័ន្ធបានលោកគ្រូអ្នកគ្រូត្រូវតែចូលទៅក្នុងគេហៅថាម៉ឺនុយឱសថស្ថានហើយលោកគ្រូអ្នកគ្រូនឹងឃើញមានផ្ទាំងបែបនេះបាទឬក៏អាចឃើញមានជាផ្ទាំងបែបនេះអាស្រ័យទៅលើលោកគ្រូអ្នកគ្រូចុច view ឬក៏លោកគ្រូអ្នកគ្រូអត់ទាន់មានការបំពេញថ្នាំទាំងអស់គឺវាអត់មានការលោតឈ្មោះថ្នាំបែបនេះទេអញ្ចឹងត្រូវបំពេញឈ្មោះថ្នាំចូលបាទអញ្ចឹងលោកគ្រូអ្នកគ្រូអាចចុចបន្ថែមថ្នាំថ្មីនៅពេលដែលចុចបន្ថែមថ្នាំថ្មីគឺនឹងមាន form បាទលោតចេញមកទម្រង់នៃការបំពេញឈ្មោះថ្នាំហ្នឹងលោកគ្រូអ្នកគ្រូអាចឃើញអញ្ចឹងលោកគ្រូអ្នកគ្រូអាចបំពេញឈ្មោះថ្នាំដែលលោកគ្រូអ្នកគ្រូចង់ដាក់ឧទាហរណ៍ដូចជា Clicio Fovin បាទលេខ500មីលីក្រាមលោកគ្រូអ្នកគ្រូជ្រើសរើសថាតើជាប្រភេទថ្នាំទឹកថ្នាំម្សៅឬក៏ថ្នាំចាក់ឬក៏ថ្នាំគ្រាប់បាទអញ្ចឹង Clisofovin វាគឺជាប្រភេទថ្នាំគ្រាប់ព្យាបាលរោគផ្សិតស្រែងអីជាដើមហ្នឹងហើយលោកគ្រូអ្នកគ្រូមើលថាតើនៅក្នុងប្រអប់ថ្នាំរបស់លោកគ្រូអ្នកគ្រូមានប្រទេសហើយក្នុងមួយប្រទេសហ្នឹងគឺវាមានប្រមាណគ្រាប់អញ្ចឹងលោកគ្រូអ្នកគ្រូជាទូទៅគឺ Clisofovin គឺវាមាន10គ្រាប់ក្នុងមួយបន្ទះហើយមាន10បន្ទះក្នុងមួយប្រអប់លោកគ្រូអ្នកគ្រូអាចបំពេញការបដិឆេទបាទមើលនៅលើប្រអប់ថ្នាំហ្នឹងទៅហើយយើងជ្រើសរើសថ្ងៃខែដែលមាននៅលើប្រអប់ថ្នាំនៅក្នុងការបំពេញចំនួនស្តុកបាទការបំពេញចំនួនស្តុកនេះគឺលោកគ្រូអ្នកគ្រូត្រូវតែបំពេញជាចំនួនគ្រាប់បើសិនបើថ្នាំនោះជាអំពូលអាចបំពេញជាចំនួនអំពូលនិយាយរួមទៅគឺលោកគ្រូអ្នកគ្រូត្រូវតែបំពេញឯកតាណាដែលតូចជាងគេរបស់ថ្នាំបាទដើម្បីអីគឺដើម្បីឲ្យប្រព័ន្ធហ្នឹងកាត់ស្តុកបានត្រឹមត្រូវនៅពេលដែលអ្នកជំងឺឬក៏អតិថិជនដែលគាត់មកផ្សំថ្នាំរាយគឺយើងអាចកាត់ស្តុកបានល្អបាទអញ្ចឹងឧទាហរណ៍ថាខ្ញុំទិញចូល3ប្រអប់វាស្មើនឹង300គ្រាប់ហើយនៅកន្លែងនេះ alert stock ថ្នាំ threshold បានន័យថានៅពេលដែលថ្នាំនឹងអស់ចំនួននៅសល់ចំនួនប៉ុន្មានដែលលោកគ្រូអ្នកគ្រូកំណត់ឲ្យប្រព័ន្ធរបស់យើងនឹងប្រាប់ទៅលោកគ្រូអ្នកគ្រូថាថ្នាំហ្នឹងជិតអស់ហើយអញ្ចឹងគួរតែទិញចូលបាទអញ្ចឹងឧទាហរណ៍ថាថ្នាំហ្នឹងបើវានៅសល់5ប្រទេសខ្ញុំត្រូវទិញចូលលោកគ្រូអ្នកគ្រូអាចដាក់50គ្រាប់បាទហើយកន្លែងនេះគឺ alert ថ្ងៃផុតកំណត់ការ alert ថ្ងៃផុតកំណត់នេះឧទាហរណ៍ថាបើសិនជាថ្នាំហ្នឹងផុតកំណត់ជិតដល់ផុតកំណត់3ខែ alert ឲ្យលោកគ្រូអ្នកគ្រូប្រាប់គ្រូអ្នកគ្រូថាថ្នាំហ្នឹងនៅសល់ delay បាទនៅសល់ delay របស់វាហ្នឹងខែទៀតទេអញ្ចឹងលោកគ្រូអ្នកគ្រូអាចបំពេញចំនួនថ្ងៃនឹងចូលទៅឧទាហរណ៍គឺ3ខែក្រោយបាទអញ្ចឹង90ថ្ងៃនៅកន្លែងនេះគឺលោកគ្រូអ្នកគ្រូត្រូវបំពេញតម្លៃដែលទិញតម្លៃដើមបាទតម្លៃដែលលោកគ្រូអ្នកគ្រូទិញចូលហ្នឹងឧទាហរណ៍ថាតម្លៃដើមមួយគ្រាប់200រៀលបាទអញ្ចឹងលោកគ្រូអ្នកគ្រូអាចបំពេញលុយខ្មែរទៅលុយដុល្លារគឺគណនាអូតូតែម្ដងហើយលោកគ្រូអ្នកគ្រូលក់ចេញមួយគ្រាប់500រៀលក្នុងមួយបន្ទះគឺ5000រៀលកន្លែងកំណត់ចំណាំអីផ្សេងគឺលោកគ្រូអ្នកគ្រូអាចរំលងបានលោកគ្រូអ្នកគ្រូអាចជ្រើសរើសឈ្មោះរូបភាពថ្នាំបាទអាចជ្រើសរើសរូបភាពថ្នាំមកលោកគ្រូអ្នកគ្រូដាក់ចូលទៅបាទអញ្ចឹង Clisofovin លេខ500បាទមានរូបភាពបែបនេះលោកគ្រូអ្នកគ្រូចុចរក្សាទុកបាទនៅពេលដែលចុចរក្សាទុកហើយគឺលោកគ្រូអ្នកគ្រូបានបំពេញថ្នាំបាទឈ្មោះថ្នាំហ្នឹងដោយជោគជ័យហើយបាទអញ្ចឹងនេះជា Clisofovin មាន300គ្រាប់តម្លៃលក់ចេញ500រៀលនៅពេលដែលលោកគ្រូអ្នកគ្រូបំពេញឈ្មោះថ្នាំហើយមាននៅក្នុងថ្នាំនេះហើយបាទអញ្ចឹង
រួចរាល់បាទនៅក្នុងការបំពេញថ្នាំថ្មីចូលអញ្ចឹងនៅពេលដែលលោកគ្រូអ្នកគ្រូបានបំពេញបញ្ចូលឈ្មោះថ្នាំបានជោគជ័យហើយវានឹងបង្ហាញនៅក្នុងនេះបាទគឺគេហៅថាជា stock inventory នឹងឯងបន្ទាប់មកទៀតប្រសិនបើលោកគ្រូអ្នកគ្រូឃើញថាថ្នាំនេះបាទ Azithromycin នេះបាទ Azithromycin ហ្នឹងគឺវាជិតអស់ស្តុកហើយអញ្ចឹងលោកគ្រូអ្នកគ្រូបាទចង់ទិញបញ្ចូលបន្ថែមអញ្ចឹងលោកគ្រូអ្នកគ្រូត្រូវតែបាទចូលទៅក្នុងការទិញថ្នាំចូលលោកគ្រូអ្នកគ្រូជ្រើសរើសការបរិច្ឆេទថ្ងៃទិញការបរិច្ឆេទថ្ងៃសងប្រសិនបើលោកគ្រូអ្នកគ្រូមានការផ្គត់ផ្គង់ពីក្រុមហ៊ុនណាមួយដែលលោកគ្រូអ្នកគ្រូគេឲ្យ credit ទៅយើងណាបាទយើងអាចបំពេញតាមហ្នឹងទៅឈ្មោះក្រុមហ៊ុនណាមួយឧទាហរណ៍ថាឈ្មោះក្រុមហ៊ុនSlim Pharma នេះអញ្ចឹងបាទលេខវិក័យប័ណ្ណលោកគ្រូអ្នកគ្រូអាចដាក់ក៏បានអត់ក៏បានលោកគ្រូអ្នកគ្រូវាយឈ្មោះថ្នាំជាទូទៅនៅពេលដែលលោកគ្រូអ្នកគ្រូចុចទៅគឺវានឹងលោតឈ្មោះថ្នាំមកហើយដោយសារអីគឺដោយសារតែឈ្មោះថ្នាំនោះគឺវាមាននៅក្នុង stock inventory របស់យើងហើយយើងគ្រាន់តែទិញវាចូលបន្ថែមយើង select មកបាទ Citro ហើយចំនួនប្រមាណនោះថាយើងទិញចូលចំនួន500គ្រាប់បាទតម្លៃដើមប្រមាណ500រៀលបាទអញ្ចឹងយើងចុចបញ្ចូលបន្ទាប់ពីចុចបញ្ចូលហើយលោកគ្រូអ្នកគ្រូផ្ទៀងផ្ទាត់មើលចំនួនតម្លៃបាទសរុបហើយយើងចាប់ផ្ដើមកន្លែងនេះយើងจะពាក់គេឬក៏អត់បាទយើងបង់ប្រាក់យើងអាចចុចបាទ$65ទៅយើងបង់ប្រាក់អញ្ចឹងទៅបន្ទាប់មកទៀតគឺយើងរក្សាទុកបាទអញ្ចឹងនៅពេលដែលយើងចុចរក្សាទុកបានជោគជ័យហើយបានន័យថាយើងបញ្ចូលស្តុកថ្នាំហ្នឹងចូលទៅក្នុងstock inventory របស់យើងបន្ថែមទៀតហើយអញ្ចឹងយើងអាចចូលទៅមើលក្នុងឱសថស្ថានរបស់យើងទៅបាទអញ្ចឹងនៅពេលដែលយើងចូលទៅមើលក្នុងឱសថស្ថានឬគេហៅថា stock inventory របស់យើងគឺយើងឃើញថាមានAzithromycin ហ្នឹងគឺឡើងដល់500បាទអញ្ចឹងណាបាទលោកគ្រូអ្នកគ្រូបន្តមកទៀតគឺខ្ញុំចង់បង្ហាញលោកគ្រូអ្នកគ្រូពីទំនាក់ទំនងរវាងការលក់រាយនេះឧទាហរណ៍ថាអ្នកជំងឺលោកគ្រូអ្នកគ្រូគាត់ចូលមកទិញ Azithromycin ចំនួនមួយប្រទេសមាន10គ្រាប់បាទអញ្ចឹងលោកគ្រូអ្នកគ្រូអាចចុចទៅហើយលោកគ្រូអ្នកគ្រូអាចចុចជាប្រទេសតែម្ដងចុចជាប្រទេសមាន10គ្រាប់ឬក៏ទិញមកប្រអប់តែម្ដងមាន100គ្រាប់អញ្ចឹងយើងអាចចុច add ចូល chart ហើយយើងចុចទូទាត់បាទអញ្ចឹងអានេះគឺមានមួយបន្ទះណាបាទមួយបន្ទះហ្នឹងយើងចុចទូទាត់ទៅបាទអញ្ចឹងវាលោតចេញជាវិក័យប័ត្របាទ print វិក័យប័ត្រខ្នាតតូចមកហើយអញ្ចឹងណាបាទបន្ទាប់មកទៀតយើងមើលការកាត់ស្តុកហ្នឹងគឺនៅសល់តែ400គ្រាប់ទេអញ្ចឹងណាលោកគ្រូអ្នកគ្រូបាទនៅសល់តែ400គ្រាប់ទេមួយទៀតគឺទំនាក់ទំនងជាមួយនឹងflow ការងារទំនាក់ទំនងជាមួយនឹង flow ការងារក៏វាកាត់ស្តុកដែរឧទាហរណ៍ថាអ្នកជំងឺលោកគ្រូអ្នកគ្រូថ្មីមកបាទថ្មីចូលមកយើងចូលទៅដល់កន្លែងព្យាបាលវាប្រកាសជាមានអឺការវេជ្ជបញ្ជាអីផ្សេងយើងអាច add ឈ្មោះថ្នាំហើយយើងអាចវាយដូចជា Acitro បាទ Acitro ហ្នឹងគឺវាលោតអូតូហើយយើង select ទៅហើយបន្ទាប់មកទៀតយើងឲ្យគាត់ប្រើពេលព្រឹកឬក៏មួយថ្ងៃមួយគ្រាប់ណាបាទឬក៏អាចប្រើពេលល្ងាចរយៈពេល6ថ្ងៃគឺស្មើនឹង6គ្រាប់បាទរបៀបប្រើលោកគ្រូអ្នកគ្រូអាចចុចរក្សាទុកបាទបន្ទាប់មកទៀតវានឹងកាត់ស្តុកអូតូម៉ាទិកនៅពេលដែលលោកគ្រូអ្នកគ្រូគិតលុយពីអ្នកជំងឺគឺវាទាញកាត់ស្តុកអូតូម៉ាទិកតែម្ដងនៅក្នុងម៉នុយការចូលសម្រាប់ព្យាបាលនេះក៏ដូចគ្នាដែរនៅពេលដែលលោកគ្រូអ្នកគ្រូចង់ព្យាបាលគាត់បាទដាក់ថ្នាំអាស៊ីត្រូឧទាហរណ៍ណាបាទដាក់ថ្នាំអាស៊ីត្រូមិញហ្នឹងបាទចុចទៅហើយប្រមាណគ្រាប់អីចឹងទៅគឺនៅពេលដែលលោកគ្រូអ្នកគ្រូគិតលុយពីអ្នកជំងឺនៅក្នុង IPD ក៏ដោយ OPD ក៏ដោយគឺវានឹងកាត់ស្តុកអូតូម៉ាទិកជូនលោកគ្រូអ្នកគ្រូតែម្ដងបាទអញ្ចឹងវាគឺជាការគ្រប់គ្រងស្តុកអូតូម៉ាទិកទាំងអស់តែម្ដងមិនឲ្យលោកគ្រូអ្នកគ្រូពិបាកទេហើយមួយទៀតបាទនៅពេលដែលថ្នាំនឹងគឺជិតអស់ស្តុកបាទគឺវានឹង load alert ជូនលោកគ្រូអ្នកគ្រូនៅក្នុងផ្ទាំង dashboard នេះតែម្ដងប្រាប់លោកគ្រូអ្នកគ្រូថាគួរតែទិញថ្នាំចូលហើយបាទនេះចិត្តអស់ស្តុកមាន chlorpheniramine បាទមានអីផ្សេងទៀតចឹងទៅមានគេហៅ Sutra នេះថ្នាំសម្រាប់ម្ល៉ាត់ឲ្យគាត់មានបញ្ហាកាពះបាទអញ្ចឹងវីដេអូនេះគឺមានប៉ុណ្ណឹងប្រសិនបើលោកគ្រូអ្នកគ្រូបាទមានចម្ងល់ផ្សេងលោកគ្រូអ្នកគ្រូអាចបាទឆាតសួរក្រុមការងារបានគ្រប់ពេលបាទអរគុណច្រើន